ពីឆ្នាំចុងក្រោយនេះគឺពួកយើងពិបាកជាមួយគ្នាច្រើនថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ប្តីខ្ញុំហើយអូនអត់មានកាដូអីពិសេសសម្រាប់ជូនទៅបងទេមានតែពាក្យជូនពរមួយចំនួនចង់និយាយទៅកាន់បងអូនជូនពរឲ្យបងមានសុខភាពល្អអូនជូនពរឲ្យបងធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសុខសុវត្ថិភាពអូនជូនពរឲ្យបងជោគជ័យគ្រប់ភារកិច្ចការងារអូនជូនពរឲ្យបងមានតែអ្នកស្រឡាញ់រាប់អានច្រើនហើយអូនចង់និយាយពាក្យអរគុណមួយចំនួនទៅកាន់បងដូចគ្នាអូនអរគុណបងដែរតែងតែមើលថែគ្រួសារយើងខិតខំធ្វើការរកលុយដើម្បីចិញ្ចឹមគ្រួសារយើងកន្លងមកបើទោះបីជាយើងឆ្លងកាត់រឿងរ៉ាវជាមួយគ្នាច្រើនខ្លាំងមែនទែនប៉ុន្តែពួកយើងគឺអត់ដែរគិតថាចង់បោះបង់គ្នាចោលទេហើយមានតែខំប្រឹងកាន់ដៃគ្នាទម្រាំតែមកដល់ចំណុចនេះគឺពួកយើងពិបាកខ្លាំងពីឆ្នាំចុងក្រោយនេះគឺពួកយើងពិបាកជាមួយគ្នាច្រើនប៉ុន្តែអូនសង្ឃឹមថាពួកយើងនឹងកាន់ដៃគ្នាឆ្លងកាត់ការលំបាកដែលយើងកំពុងតែជួបសពថ្ងៃនេះយើងនឹងឆ្លងកាត់ផុតជាមួយគ្នាព្រោះថាយើងមិនត្រឹមតែជួបរឿងលំបាកឥឡូវហ្នឹងឯងយើងជួបរឿងលំបាកមកច្រើនរឿងហើយយើងនៅតែអាចកាន់ដៃគ្នាឆ្លងផុតចឹងអូនសង្ឃឹមថាយើងនឹងឆ្លងកាត់ការលំបាកមួយនេះផុតជាមួយគ្នាទៀតអូនអត់ដែរគិតថាចង់មានបានអីជាងនេះទេប៉ុន្តែនេះគឺវាគ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើងវាល្អ perfect ហើយគ្រាន់តែថាពេលខ្លះអូនអាណិតប្តីឃើញប្តីហត់ប្តីពិបាកអូននៅក្នុងខ្លួនអូនក៏ពិតជាអាណិតប្តីខ្លាំងណាស់ស៊ូប្តី Yes ការដែលជោគជ័យហ្នឹងគឺមិនថាដល់តែយើងមានវិឡាធំឬក៏ឡានទំនើបអីទេគ្រាន់តែខ្ញុំមានជីវភាពមួយដែលសមរម្យគ្រួសារមានសុភមង្គលប៉ុណ្ណឹងសម្រាប់អូនគឺវាគ្រប់គ្រាន់ហើយ Yes អរគុណបងបាយបាយ